បើមិនផ្លាយគឺមិនហើយ Jennie Blackpink ឯងរាល់ដងឲ្យតាឡើង concert ឬមួយក៏បញ្ចេញបទចម្រៀងអីគឺដឹងតែ boom social media ហ្មងទាំងកាយវិការរាំទាំងការស្លៀកពាក់គ្រឿងអលង្ការនិង make up ប៉ុន្តែម្ដងនេះរៀង boom ខុសប្លែកពីធម្មតាបន្តិចនៅថ្ងៃទី7ខែមិថុនាឆ្នាំ2026គឺមានកម្មវិធីមួយហៅថា Governor's Ball Jennie ក៏បានចូលរួមនៅក្នុងកម្មវិធីមួយនឹងដែរណាអ្នកទាំងអស់គ្នាគាត់បានច្រៀងទាំងចម្រៀងចាស់ហើយនិងចម្រៀងថ្មីរបស់គាត់នឹងប្រហែលជា1ម៉ោងហើយអំឡុងពេលដែលគាត់កំពុងតែ show ហ្នឹងអ្នកទាំងអស់គ្នាគឺមានអ្នកគាំទ្រគាត់រហូតដល់រាប់ម៉ឺននាក់ប៉ុន្តែពួកគេអត់បានចាប់អារម្មណ៍ទៅនឹងថ្មីរបស់ Jennie ទេប៉ុន្តែគ្រាន់តែកម្មវិធីនឹងចប់ភ្លាមគេទម្លាក់រូប Jennie ហើយនឹងវីដេអូ Jennie មកគឺអ្នកមើលហ្នឹងគឺចាប់អារម្មណ៍ថ្មីរបស់ Jennie ខ្លាំងមែនតើពីព្រោះឃើញថ្មី Jennie ខុសពីធម្មតាគាត់បិទត្បូងដែលមានការកន្លះពណ៌ខៀវអ្នកទាំងអស់គ្នានិយាយទៅចាញ់មកបើសិនជាអត់ផ្លាយគឺមិនហើយ Jennie Blackpink ឯងហើយអ្នកទាំងអស់គ្នាមានដឹងអត់ថាការកន្លះពណ៌ខៀវហ្នឹងតំណាងឲ្យអីគេការកន្លះពណ៌ខៀវនឹងដែរគឺមានន័យពិសេសតែម្ដងសម្រាប់ Jennie ពីព្រោះម៉ាក់របស់គាត់តែងតែឲ្យការកន្លះពណ៌ខៀវហ្នឹងជារៀងរាល់ឆ្នាំនៅពេលដែលខួបកំណើតរបស់ Jennie សំណាងឲ្យតែគេល្បីការកន្លះពណ៌ខៀវហ្នឹងនៅក្នុងខែហ្នឹងបើសិនជាក្នុងខែ2ទៀតការកន្លះនឹងដាច់ស្តុកហ្មងប៉ុន្តែក៏មានអ្នករីកនដែលគាត់ដាក់ថ្មិញបែបហ្នឹងដែរថ្មិញរបស់គាត់ដាក់ហ្នឹងដូចនៅខាងក្រោយខ្នងខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាហ្នឹងដូចរបៀបថាត្បូងឬមួយក៏អីដែលគេយកមកស្រោបនៅលើថ្មិញរបស់យើងហ្នឹងហើយចុះអ្នកទាំងអស់គ្នាគិតមិនដែរអំពីត្បូងដែលនៅលើថ្មិញរបស់ Jennie ស្អាតឬក៏មិនស្អាត